កំណើតនៃសាលាបាលីនៅក្នុងខេត្តសៀមរាបអាចប្រកេនបានទេបានទាំងអស់គ្រូគិតថាអ្វីដែលមានប្រយោជន៍បានមានពេលហើយណាដូច្នោះនិយាយពីរឿងសាលាបាលីចុះណាណាប៉ុន្តែបើវែងបន្តិចកុំអត់អីទេរឿងដើមនៅក្នុងចុងសតវត្សទី18ទឹកដីខ្មែរត្រូវជន់ភ័ណ្ឌច្រឡំ2នាក់ម្នាក់មានទូនទីជាចៅខេត្តបាត់ដំបងម្នាក់ទៀតមានទូននីតិជាចៅខេត្តសៀមរាបកាលនោះអ្នកទាំងពីរនៅក្នុងព្រះបរមរាជវាំងឧដុង្គនលៈនៅក្នុងព្រះបរមរាជវាំងឧដុង្គហើយម្នាក់នោះមានឋានៈជាចៅវាទុលហៈហើយម្នាក់ដែលមកសៀមរាបមានឋានៈជាយមរាជអ្នកមានឋានៈជាចៅវាទុលហៈមានពុទ្ធបែនណាម្នាក់ដែលមានឋានៈឋានន្តរនាមឬឋានន្តរស័ក្តិជាយមរាជឈ្មោះកាន់ណាលក្ខណៈអ្នកទាំងពីរនេះមានទំនាស់តិចតួចជាមួយនឹងអ្នកថែរក្សាព្រះបាទអង្គឯងគឺជាវាប៉ុកអានឹងខ្ញុំនិយាយរឿងដល់វែងតិចទៀតណាបាទអញ្ចឹងគាត់ក៏សុំលាតំណែងទាំងពីរដែលនៅក្នុងរាជវាំងនៅឧដុង្គនឹងមកកាន់ទួនាទីជាចៅខេត្តបែនជាចៅខេត្តបាត់ដំបងកាន់ជាចៅខេត្តសៀមរាបអញ្ចឹងព្រះអង្គបាត់អង្គឯងលោកក៏យល់ព្រមឲ្យអ្នកទាំងពីរមកធ្វើទួនាទីជាចៅខេត្តហើយយើងសាកល្បងពិចារណាថារដ្ឋមន្ត្រីឲ្យមកធ្វើជាចៅខេត្តបើអញ្ចឹងមិនធម្មតាប្រហែលជាមានមូលហេតុណាមូលហេតុដូច្នោះព្រះអង្គក៏យល់ព្រមពេលដែលប្របាទអង្គឯងលោកយល់ព្រមឲ្យអ្នកទាំងពីរបើកាន់ទួនាទីទីនេះនឹងនៅបាត់ដំបងនោះដោយអំពើមិនស្មោះត្រង់ចំពោះជាតិរបស់ឯងគាត់ទាំងពីរនេះក៏លើកទឹកដីនេះទឹកដីខេត្តបាត់ដំបងសៀមរាបនេះបុគ្គលទៅឲ្យប្រជាសៀមក្នុងគ្រិស្តសករាជ1795ណាហើយទឹកដីនេះឯងស្ថិតនៅក្នុងអំណាចជាងតាំងពីឆ្នាំ1795នោះមកណានិយាយអស់សិនចឹងហើយដល់អំណាចដល់ពេលអាណានិគមបារាំងវាមកនៅឆ្នាំ1863កាលនោះបារាំងទទួលយើងជាអាណាព្យាបាលដល់ឆ្នាំ1884បារាំងចាប់ដើមធ្វើអាណានិគមលើខ្មែរនៅឆ្នាំ1863ពេលនោះអាណាព្យាបាលបារាំងនៅស្រុកខ្មែរនេះត្រូវទទួលស្គាល់ដោយប្រជាសៀមនៅឆ្នាំ1867ទទួលស្គាល់អាណាព្យាបាលនេះដូច្នោះអាណាព្យាបាលបារាំងត្រូវសៀមទទួលស្គាល់ដោយអំណាចនៃការទទួលស្គាល់អាណាព្យាបាលនេះហើយនៅឆ្នាំ1904បារាំងបានតាក់ទងនឹងប្រជាសៀមពីរឿងបញ្ហាដីខ្មែរដែលសៀមយកទៅដែលខ្មែរឲ្យទៅណាបានបារាំងជួយបានតែក៏បារាំងនឹងជួយតាក់ទងនៅឆ្នាំ1904ក៏ចាប់គូសផែនទីឡើងចាប់ដាក់បកគោលព្រំដែននេះឡើងនៅឆ្នាំ1000នៅថ្ងៃទី23ខែ3 1907ទឹកដីខេត្តនេះបកគលមកឲ្យខ្មែរវិញនៅក្នុងរាជព្រះបាទស៊ីសុវត្ថិ
นี่รูปnàyนี่รูป บ่ น่ะรูปnàyรูปได้น่ะนี่ អូ น่ะ បាត់នំ ដាក់នៅវត្តភ្នំក្នុងរាជកាលហ្នឹង អូ ហើយពេលអំណាចព្រះអង្គទទួលបានអញ្ចឹងបារាំងធ្វើពិធីប្រគល់ទឹកដីនេះដោយមានពិធីនោះស្រីប្រមាណអ្នកកាន់អីនោះ កាន់ចានកាន់ភី ចាចាភាហ្នឹងមិនទេដីហ៎ ដីទេ ណា ដីខ្សាច់ ដីជានិមិត្តរូបបារាំងយកដីគឺនិមិត្តរូបយកមកស្វាយប្រគល់ដាវិញកាន់ណាតាមទៅនិយាយពីតែចកណានយេនឹងឲ្យចប់សិនចុះ ឡើងណាទីសា ដូច្នេះនៅឆ្នាំ1000 ផងយើង នៅឆ្នាំ1907នឹងដីនឹងធ្លាក់មកក្នុងមាតុភូមិរបស់ខ្មែរវិញ សៀមឲ្យវិញលើក៏ ណា និយាយពីសៀមនឹងខ្មែរនេះ បាទជាផ្ដល់ខ្មែរក៏ដោយណាបើឲ្យខ្មែរវិញពេលលោកកណាមទន់និយាយពីរឿងសាលាបាលីនេះកណានិយាយវត្តសាស្ត្រតិចសិន តែឲ្យវិញគូសំខាន់ទេតែមានមូលហេតុអីតែទេក៏ កណានយកឡើងវិញណានិយាយសារឡើងវិញទៀតថាណាខ្ញុំបញ្ជាក់សារឡើងវិញនៅឆ្នាំ1863បារាំងធ្វើអាណាព្យាបាលលើខ្មែរនៅឆ្នាំ1867រាជាណាចក្រសៀមទទួលស្គាល់អាណានិគមអាណាព្យាបាលខ្មែរលើទឹកអាណាព្យាបាលបារាំងលើទឹកដីខ្មែរដោយការសុំទំនាក់ទំនងពីព្រះបាទអង្គឌួងយល់ព្រមណាដូច្នោះដោយអំណាចការទទួលស្គាល់របស់សៀមទំនាក់ទំនងប្រចាំណាពុលអុងទទួលស្គាល់អាណាព្យាបាលរបស់បារាំងលើទឹកដីនេះដូច្នោះបារាំងដោយអាងទៅលើការទទួលស្គាល់អំណាចខ្លួននៅលើទឹកដីខ្មែរបារាំងចាប់ដើមទាយយកដីដែលអ្នកពីរអ្នកហ្នឹងឲ្យទៅគឺបែរនឹងកាន់បាទ ដែលមកធ្វើច្បាយខេតណា តែធ្វើច្បាយខេតនោះហើយកណាមទន់និយាយដល់រឿងដែលនិយាយពីប្រវត្តិសាស្ត្រអស់សិនចុះកណាមទន់និយាយរឿងនៃសាលាបាលីនេះសាក់បងណាហើយក៏ដូច្នោះហើយគាត់រួចដល់ តែព្រោះឲ្យតែភាសានោះមកបាត់តិចតែដើម្បី ដោយព្រះអង្គអន្តទឹកដីនេះក៏នៅឆ្នាំ1904បារាំងក៏ទៅចរចាជាមួយនឹងរដ្ឋាភិបាលសៀមដើម្បីទាមទារយកដីដែលអ្នកពីរនោះឲ្យទៅកាលនោះមានដាក់ឈ្មោះថាបាត់ដំបងសំណាត់កណារសំណាត់ឃើញទេចុងកាល់ស៊ីសុផុនហើយសៀមរាបនោះមកកណាត់នេះមកកណាត់ចេះទៅឡើងទៅព្រះវិហារទៅដូច្នោះហើយទឹកដីនេះក្រាសុំចិត្តពេលដែលអាណាបារាំងធ្វើអាណាព្យាបាលលើនេះហើយព្រះចៅសៀមតាក់ទងនឹងព្រះចៅណាពុលអុងមិនតាក់ទងនឹងបារាំងទីនេះទេតាក់ទងនឹងស្ដេចបារាំងណាពុលអុងទី3ថាទទួលស្គាល់អាណាព្យាបាលបារាំងហើយចេះទេណាណាដូច្នោះហើយនៅឆ្នាំថ្ងៃ23ខែ3 1907រាជាណាចក្រថៃបកគលទឹកដីនោះមកថ្ងៃទី23ណាដល់ទៅថ្ងៃខែ5ឆ្នាំ1800ឆ្នាំចិត្តថាឆ្នាំ1907នោះបារាំងធ្វើពិធីមួយជានិមិត្តរូបយកដីនោះមកថ្វាយព្រះមហាក្សត្រដីដែលគេប្រគល់នោះជានិមិត្តរូបនៅក្នុងរូបថតនេះ
đã chan chứ anh ចាន3ហ្នឹង vâng អាចារ្យនឹងដីណា chan ở đây ណាចាននឹងដី vâng អញ្ចឹងបារាំងហ្នឹងធ្វើពិធីថ្វាយទឹកដីហ្នឹងមកបកូនណាហ្នឹង vâng vừa nâu nồng nà đó nâu មិនប្រហែលជាមិនទៅប៉ុណ្ណឹងពេញហើយបានវាចម្រើនទៅពេញណាបាទស៊ីសវណ្ណ vâng ហើយទៅនេះទៅខ្នាមិនទាន់និយាយដល់ភាសាបាលីខ្នានិយាយរឿងឲ្យចប់សិន vâng ទឹកដីនេះដែលប្រគល់មកនៅថ្ងៃទី23ឆ្នាំ1907នេះទឹកដីនេះបានវិលត្រឡប់ទៅជាក្នុងដីសៀមម្ដងទៀត ដោយអំណាចនៃការចុះខ្សោយនៃអាណានិគមបារាំងក្នុងសង្គ្រាមលោកលើកទី2អញ្ចឹងសៀមទាមទារយកដីនឹងទៅវិញថាដីរបស់គេអញ្ចឹងទាមទារពីបារាំងដោយអំណាចបារាំងនៅចុះខ្សោយបារាំងចាញ់សង្គ្រាមលោកទី2ចាញ់សង្គ្រាមលោកទី2នៅខែ6នោះឆ្នាំ1940ចាញ់ទៅរដ្ឋាភិបាលសៀមដែលមាននាយករដ្ឋមន្ត្រីពិបុលសង្គ្រាមកាលនោះយល់ឃើញថាអំណាចបារាំងខ្សោយហើយសៀមចាប់ផ្ដើមយកទាមទារយកដីទៅវិញដីដែលគេឲ្យមក1907ដងអានេះគេចាត់ទុកថាដីរបស់គេណាណា អានេះនិយាយប្រវត្តិសាស្ត្រអញ្ចឹងចូលទាទៅទាបារាំងនៅមិនអោយកើតសង្គ្រាមមួយរវាងហៅសង្គ្រាមខ្មែរសៀមសង្គ្រាមបារាំងសៀមនៅឆ្នាំ1940ចុងណាដល់ឆ្នាំ1000ពេលនោះមានអន្តរាគមន៍ជប៉ុនជួយសៀមដល់ជប៉ុនមានបំណងឆ្លងកាត់ទឹកដីសៀមនេះមកក្នុងទឹកដីឥណ្ឌាចិននេះយើងសៀមក៏ព្រមជាមួយបារាំងហើយសៀមយល់ព្រមជាមួយនឹងជប៉ុនក៏ចាប់ផ្ដើមជួយសៀមចឹងសង្គ្រាមនេះកើតឡើងកណាននិយាយពីលទ្ធផលមិនដល់សង្គ្រាមនេះកើតឡើងនៅលោកគោកបារាំងក៏គ្មានព្រៀបហើយនៅក្នុងទឹកបារាំងមានព្រៀបចេះណាដូច្នោះហើយជប៉ុនក៏ចាប់បង្ខំបារាំងឲ្យបញ្ឈប់សង្គ្រាមនេះហើយនាំយកបារាំងទៅធ្វើការចរចានៅក្រុងតូក្យូនោះមានសៀមមានបារាំងមានជប៉ុនអញ្ចឹងអាទឹកដីដែលប្រគល់នៅថ្ងៃទី23ខែ3 1907ហ្នឹងត្រឡប់ទៅក្នុងកណ្ដាប់ដៃរបស់សៀមជាលើកទី2បែនគឺនៅថ្ងៃ9ខែ5 1941ចឹងដីធ្លាក់តែម្ដងទៀតតែសៀមរាបធ្លាក់ត្រឹមនៅក្នុងប្រស្រុកយើងនេះបាត់បង់ទៅទាំងមូលបានទៅឆ្នាំ1940ដីនេះទៅម្ដងទៀតជាលើកទី2ណាអត់យកដល់អង្គរវត្តអីគេកាត់ត្រឹមណែកាត់ត្រឹមស្ទឹងប្រស្រុកឥឡូវពូយើងប្រចិតទៅដោយទឹកព្រះវិហារមួយផងសាព្រះខែព្រះវិហារណារាំព្រះអញ្ចឹងបានថាដោយអភិសាព្រះវិហារនឹងមួយផងតែក្នុងធ្លាក់ដល់ដាច់ទៅធ្លាក់ដល់លូព្រៃអត់ធ្លាក់ទៅដល់ណែទលេរពើរកិតអញ្ចឹងអញ្ចឹងលើកទី2នេះដីនេះលើកទី2ត្រូវសៀមគ្រប់គ្រងជាលើកទី2ណាតទៅទៀតចុះសង្គ្រាមលោកចប់ទៅជប៉ុនដែលគ្រប់គ្រងឲ្យសៀមនោះក៏ជាអ្នកចាញ់បារាំងខ្លួនឯងនោះក៏មានទឹកមាត់ឡើងវិញមកវិលមកគ្រប់គ្រងអានឹងវិញគ្រប់គ្រងឥណ្ឌាចិនទាំងមូលគឺមានខ្មែរនឹងផងដូច្នោះនៅឯក្រុង Washington មានការព្រមព្រៀងមួយរវាងបារាំងនិងសៀមនៅថ្ងៃ
តែត្រង់ណាកណាសូមបញ្ជាក់ណាកណាលឺនឹងតិចណាក្នុងវិទ្យុកាលគេនិយាយពីគុណបំណាច់របស់ប្រកូនណាជានោះគឺថា1447នេះខ្ញុំអាននិយាយម្ដងណាតែកាពិត1446កណាមានឯកសារនៅនេះហើយថ្ងៃខែនេះ10រើឲ្យប្របាទនរោត្តមសីហនុធ្វើការអះអាងក្នុងការយកទឹកដីខ្មែរមកវិញដោយទឹកប្រាសាទព្រះវិហារដែលជាមយកទៅពីឆ្នាំ1941នោះដល់ឆ្នាំ1941ទឹកដីនឹងមកទៀតមក2លើកទៅ2លើកនេះណាអញ្ចឹង1946ថ្ងៃ17ខែ11 1941មានកិច្ចការព្រមព្រៀងមួយនាក្រុងវ៉ាស៊ីនតោនដីនេះបានមកវិញណាព្រះវិហារក៏បានមកវិញជប់សេចក្តីតិចដោយសារការប្រគល់ទឹកដីនៅឆ្នាំ1941នោះដោយទឹកព្រះវិហារទៅផងមកវិញអាព្រះអញ្ចឹងបានធៀមតវ៉ាថាទឹកដីអាព្រះវិហាររបស់វានោះដងអូទៅចាក់បានរហូតឯកណាចុះហើយក៏ដូច្នោះនៅឆ្នាំ1946មានការក្តីក្តាំគ្នានៅតុលាការក្រុងឡាអេទៅដីព្រះវិហារនោះសម្រាប់ថាមកយើងទៀតណាក៏ព្រះវិហារវាទៀងកាលតែឆ្នាំ1941នោះឯងណាចាំមានតែគេទាដោយសារវាមានប្រវត្តិដែលគេជារបស់គេវត្តតែគេយកទៅដែលគេចាប់យកទៅពីឆ្នាំ1941ដែលកាត់ត្រឹមពួកនេះណាហើយអញ្ចឹងឆ្នាំ1941អាទឹកដីបាត់ដំបងហើយនៅមកកណាត់សៀមរាបទៅលិចហ្នឹងមកវិញហើយក្នុងគណៈចូលរបស់បំរើនៅទីនេះនៅឆ្នាំ1949ក្រោយដែលសៀមចេញ3ឆ្នាំមកពីណាវិញចុះក្នុងគណៈចេញបរៀនពីវិទ្យាល័យស៊ីស្វាត់ចុះនៅឆ្នាំ1900បើមកណាគណៈក៏មកប្រើទីនេះមកសៀមរាបតាំងពីឆ្នាំនោះដល់ថ្ងៃនេះ49ទៅចំត្រៀមលោកថ្មីដែរបាទណាអញទៅដីនេះទៅប្រគល់3ឆ្នាំហ្នឹងណាហើយក្នុងរឿងមិញតាក់ទងសាលាបាលីនេះហើយខ្ញុំកណានិយាយប្រវត្តិសិនដូច្នោះនៅឆ្នាំ1923ខែ3 1907ទឹកដីនេះត្រូវសៀមប្រគល់ឲ្យមកវិញជាលើកទី1ក្រោយដែលសៀមយកទៅពី1795ណា1795យកទៅ100ឆ្នាំជាងដល់1907ត្រឡប់មកវិញណាពេលដែលត្រឡប់មកនេះឯងប្រសង់ទាំងឡាយដែលនិមន្តទៅសិក្សានៅក្នុងទឹកដីសៀមទឹកដីខ្មែរដែលសៀមកាន់កាប់និយាយស្រុកស្ដាប់តិចទៅព្រះអង្គតែងនិមន្តទៅសិក្សានៅទីនោះភាសាគេភាសាបាលីធម្មតាណាភាសាបាលីចាំមានតែនៅក្នុងស្រុកយើងអត់ដែលមានសាលាអត់ទាន់មានទេណាដល់អញ្ចឹងនៅឆ្នាំ1909ពេលដែលទឹកដីនេះវិលត្រឡប់មកទីនេះមកខ្មែរវិញព្រះបាទស៊ីសវត្តព្រះអង្គបានយាងផ្ទាល់ពេលដែលព្រះអង្គបង្កើតនៅទីនេះជាមួយនឹងបារាំងបង្កើតនៅទីនេះគឺសាលាបាលីមួយនៅទីនេះទី2នៅភ្នំពេញណានៅឆ្នាំ1909ចាំឲ្យថាបង្កើតនៅសៀមរាបមុនគេពេលនោះបង្កើត2តម្ដងមួយនៅសៀមរាបមួយនៅភ្នំពេញអ្នកដែលនៅម្ដុំត្នេះចិត្តមកសៀមរាបអ្នកនៅនោះក៏ស្រីនៅទៅ
ก็ប៉ុន្តែអ្នកនៅសៀមរាបនេះមានព្រះគ្រូទេពម៉ៃ មិន ជានាយកសាលាបាលីកាលនោះតបរិយ័តទេពីបរិយ័តធរទេពេលនោះនៅឆ្នាំ1909ប្របាទស៊ីសវ័តលោកយាងមកសម្ពោធសាលាបាលីនោះមានទាំងបារាំងនោះផងមានទាំងបារាំងនោះផងនេះឯកសារនេះបញ្ជាក់ថាជាភាសាបារាំងនេះ ឯកសារនេះជាភាសាបារាំងដែលខ្ញុំកណាដកស្រង់ពីសាលាពីព្រឹត្តិបត្តិសាលាបារាំងចុងបុព្វាយកមកហើយបារាំងហ្នឹងក៏ព្រមព្រៀងបើកនៅសាលានេះជៀសវាងកុំឲ្យប្រសងឆ្លងដែនទៅរៀនវិទ្យាទៀត បើកនៅសៀមរាបហ្មង បើកនៅសៀមរាបតែម្ដងអញ្ចឹងជៀសវាងកុំឲ្យពីព្រោះកាលនោះវាមាននៅទីនេះទៅរៀនឯណោះដល់ឥឡូវមានបើគេមកយើងរៀននៅទៅចាមូលហេតុដោយថាការពិបាករបស់បារាំងបាទប្រសង់ដែលមុនមករៀននេះវាមិនស្រួលទៅសាស្ត្រានេះក៏បិទទៅវិញទៅផ្ដុំគ្នានៅក្នុងពេញតែម្ដងបាទណានេះនិយាយពីមូលហេតុដែលសាលាបាលីនៅសៀមរាបណាប៉ុណ្ណឹង ទីតាំងដែលបើសាលាបាលីនៅសៀមរាបនៅវត្តណាវត្តណា នៅអង្គរ អូនៅឆ្ងាយមកតា នៅអង្គរតែម្ដង តែវិញគោវត្តយើង ណាក៏វត្តយើងហើយបើតាមឯកសារខ្លះនេះតាមឯកសារខ្លះថានៅនឹងរៀនហាលបើទីនឹងតូចដែរណានឹងបើនៅផ្លូវឡើងតូចណា រៀនហាលនៅមុខខ្លងទ្វារ ផ្លូវឡើងហ៎ បាននេះអញ្ចឹង ផ្លូវឡើងហើយយ៉ាហើយក្នុងនោះក៏បារាំងក៏មកបានមកទទួលយកទឹកដីនេះដែរជាមួយនឹងព្រះអង្គស៊ីសវ័តទៅអានេះមកអរគុណណាស់នេះខ្ញុំកណាក៏និយាយប៉ុណ្្នឹងចូលរឿងស្លាប់เลยហើយរៀនតែបរិយ័តអីទៅទេណាខ្ញុំមិនបាននិយាយហោហែនៃគាត់បញ្ជាក់ថាសាលាបាលីកាត់នៅទីនេះដំបងដែលមានប្រគ្រូទេពមីជានាយកណា មុនហើយប្រសងឲ្យយើងរៀនកលៃអីច្រើនណាស់ដែរ ចិត្តច្រើនដែរបើនៅខ្ញុំកណាបានអធិប្បាយពីការនេះហើយសាលានេះចែកជាមាន3ថ្នាក់មានតែ3ថ្នាក់ទេ ឡាបាលីបែរនោះ ណាហើយអ្នកបង្រៀនហាក់ដូចជាបានប្រាក់បំណាច់10រៀល 10រៀលហើយប្រសងដូចជាដូចជា4រៀលនឹងទៅនេះ រឿងមិនមុនក៏ច្រើនដែរ ណា ថ្លៃដែរ ថ្លៃថ្លៃយ៉ាងម៉េចកណា 10រៀលទៅស្មើនឹងប៉ុន្មានឥឡូវបើគិតទៅ និយាយចេះវិញបានស្នុកស្ដាប់ណាខ្ញុំកណាកាត់ទាន់ណាឆ្នាំ1939ណាដែលខ្ញុំកាត់ទាន់គេជឿមួយចានម៉ាស៊ីនកន្លះម៉ាស៊ីនកន្លះអញ្ចឹង1រៀលវា100សេនណាតិចបានគេជឿ100ចានណាពី45 9 ហើយចឹង1រៀលពោះណាអង្គមកតៅតែ4កាក់កន្លះទេណា តាវនកា ណាចេះហើយណា ในสมัยนั้นตอนนั้นបញ្ជាក់ខ្លួនតែប្រសងទៅរៀននៅស្រុកថៃអាចមានមូលហេតុអីបង្កប់តាក់ទងទៅនឹងអាចលំហូរវប្បធម៌យើងឬក៏យ៉ាងម៉េចបានបំណងដែល គឺដំបូងឡើយបំណងរបស់រដ្ឋាភិបាលបារាំងនិងបាទស៊ីសវ័តបំណងគឺធ្វើម៉េចឲ្យបានរៀននៅស្រុកយើងចុះកុំឲ្យលោកឆ្លងទៅរៀននៅទីនោះទៀតបំណងធំចាបំណងធំបើយើងទៅនៅទៅក៏ពិបាកដែរវាទៅយកអាបត្តិធម៌មួយទៀតមកកណាហើយដូចជា